បើថៃចរចាបានសម្រេចជាមួយអាមេរិកទិញអាវុធទាំងពីរប្រភេទនេះបានមែននោះវាជាការគម្រាមកំហែងខ្លាំងណាស់សម្រាប់កម្ពុជានៅពេលនេះក្រសួងការពារជាតិថៃបានដាក់សំណើទៅរដ្ឋាភិបាលរបស់គេដើម្បីទិញនៅអាវុធពីរប្រភេទនោះគឺកាំភ្លើងធំ M7 3ដើមនិងប្រព័ន្ធបាញ់មីស៊ីលហៃម៉ាស់ដើម្បីឈ្លានពានកម្ពុជាតើអាវុធទាំងពីរប្រភេទនេះខ្លាំងដល់កម្រិតណាទើបវាជាការគម្រាមកំហែងសម្រាប់កម្ពុជានោះហើយម៉ាស់គឺជាប្រព័ន្ធបាញ់រ៉ុកែតផលិតដោយស្បងធំពិភពលោកនោះគឺសហរដ្ឋអាមេរិកផលិតក្នុងឆ្នាំ2005ដោយវាត្រូវបានធ្វើទំនើបកម្មចេញពី M207 រថយន្តសម្រាប់តករ៉ុកែតមានទម្ងន់ 10.8 តោនបណ្ដោយប្រវែង7ម៉ែត្រទៅតឹង 2.4 ម៉ែត្រកម្ពស់ 3.2 ម៉ែត្រប្រើប្រាស់ម៉ាស៊ីនមានកម្លាំង290សេសដែលអាចរត់ក្នុងល្បឿន85គីឡូម៉ែត្រក្នុង1ម៉ោងនិងរត់បានចម្ងាយ480គីឡូម៉ែត្របន្ទាប់ទៅដោយកណ្ដុងបាញ់គ្រាប់រ៉ុកែតចំនួន6កណ្ដុងចំពោះការបំពាក់ក្បាលគ្រាប់របស់វាមានដូចជា Heat និងក្បាលគ្រាប់បំពាក់ដោយ GPS នាំផ្លូវក្បាលគ្រាប់ដែលផ្ទុកទៅដោយគ្រាប់បែកចង្កោមហើយលក្ខណៈពិសេសបំផុតរបស់ប្រព័ន្ធបាញ់គ្រាប់រ៉ុកែតមួយនេះគឺវាអាចបាញ់គ្រាប់រ៉ុកែតផងនិងគ្រាប់មីស៊ីលយុទ្ធសាស្ត្រផងដោយវាអាចបាញ់គ្រាប់រ៉ុកែតប្រភេទ227មីលីម៉ែត្របាញ់បានចម្ងាយ32គីឡូម៉ែត្រទៅ92គីឡូម៉ែត្រមីស៊ីលបាល់ស្ទិកប្រឆាំងនាវា PRSM បាញ់បានចម្ងាយ60គីឡូម៉ែត្រទៅ499គីឡូម៉ែត្រឯកសារខ្លះនិយាយថា500គីឡូម៉ែត្រមីស៊ីលយុទ្ធសាស្ត្របាល់ស្ទិក MGM 140សម្រាប់បាញ់បំផ្លាញគោលដៅឆ្ងាយបាញ់បានចម្ងាយ300គីឡូម៉ែត្រប្រព័ន្ធបាញ់គ្រាប់រ៉ុកែត HIMARS ត្រូវបានឆ្លងកាត់ក្នុងសង្គ្រាមជាច្រើនរាប់មិនអស់ជាពិសេសសង្គ្រាមរុស្ស៊ីអ៊ុយក្រែនវាបានបំផ្លាញមូលដ្ឋានទ័ពនិងគ្រឿងសឹករុស្ស៊ីអស់ជាច្រើនថៃទិញវាបានសម្រាប់មែននោះគឺថៃអាចបាញ់ពីចម្ងាយអាចកំទេចយន្តហោះយោធាបញ្ជាការដ្ឋានឃ្លាំងអាវុធប្រព័ន្ធការពារអាកាសកងកាំភ្លើងធំនានាដោយមិនចាំបាច់ចូលគៀកព្រំដែននោះឡើយទី2កាំភ្លើងធំ M7 3ដើមដែលត្រូវបានគេចាត់ទុកថាវាគឺជាកាំភ្លើងធំដ៏គ្រោះថ្នាក់បំផុតមួយក្នុងចំណោមសព្វពុទ្ធជាច្រើនរបស់សហរដ្ឋអាមេរិកតាមពិតទៅកាំភ្លើងធំ M7 3ដើមនេះអ្នកទាំងអស់គ្នាច្បាស់ជាស្គាល់វាជាក់ច្បាស់ជាមិនខានដោយវាត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមនៅតំបន់មជ្ឈមបូព៌ាដូចជានៅស៊េរីអ៊ីរ៉ាក់សង្គ្រាមនៅអាហ្វហ្គានីស្ថានសង្គ្រាមយេម៉ែនចំនួនព្រំដែនរវាងឥណ្ឌានិងចិននិងអាមេរិកបានដាក់តាំងពង្រាយកាំភ្លើងធំធននេះនៅសមុទ្រចិនខាងត្បូងដើម្បីត្រៀមប្រយុទ្ធនឹងចិនដើមឡើយវាត្រូវបានរចនា design អភិវឌ្ឍដោយប្រទេសអង់គ្លេសប៉ុន្តែត្រូវបានផលិតដោយសហរដ្ឋអាមេរិកខ្ញុំមិនបានដឹងទេថាតើអង់គ្លេសក៏ផលិតវាដែរឬក៏អត់តែភាគច្រើនអ្នកណាក៏បានដឹងថាសហរដ្ឋអាមេរិកគឺជាអ្នកផលិតនិងលក់ឲ្យទៅបណ្ដាប្រទេសផ្សេងទៀតដែលត្រូវបានគេដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាឆ្នាំ2005និងមានទម្ងន់ 4.2 តោនឬក៏ 4.6 តោនបណ្ដោយប្រវែង 9.5 ម៉ែត្រពេលរៀបចំរួចរាល់ដើម្បីត្រៀមប្រយុទ្ធគឺមានបណ្ដោយប្រវែង 10.7 ម៉ែត្រវាប្រើប្រាស់កម្លាំងទាហានចំនួន8នាក់និងប្រើប្រាស់គ្រាប់ប្រភេទ155មីលីម៉ែត្រចំពោះចម្ងាយនៃការបាញ់របស់វាគឺអាស្រ័យទៅលើប្រភេទគ្រាប់នីមួយដូចជាគ្រាប់ប្រភេទ M107 បាញ់បានចម្ងាយ24គីឡូម៉ែត្រ M795 បាញ់បានចម្ងាយចាប់ពី28ទៅ37គីឡូម៉ែត្រគ្រាប់រ៉ុកែតប្រភេទ M549A1 RAPH បាញ់បានចម្ងាយ30គីឡូម៉ែត្រនិងគ្រាប់ M864 DPICM ដោយគ្រាប់មួយនេះវាផ្ទុកទៅដោយគ្រាប់បែកចង្កោមនិងមានសមត្ថភាពបាញ់កំទេចរថក្រោះនិងទីតាំងយុទ្ធសាស្ត្ររបស់សត្រូវវាអាចបាញ់បានចម្ងាយ30គីឡូម៉ែត្រនិងគ្រាប់ប្រភេទ M682 Excalibur ជាប្រភេទគ្រាប់នាំផ្លូវភ្ជាប់ទៅដោយប្រព័ន្ធ GPS វាអាចហោះបត់បែនកាច់ចង្កូតស្វែងរកទីតាំងសត្រូវដែលលាក់ខ្លួននៅក្រោមដីឬក៏តាមរូងភ្នំជាដើមអាមេរិកធ្វើសង្គ្រាមនៅតំបន់មជ្ឈមបូព៌ាមានបទពិសោធន៍ក្នុងសង្គ្រាមយ៉ាងឆ្អិនឆ្អៅប៉ុន្តែពួកសត្រូវអាមេរិកក៏ពូកែពូនសង្ងំក្នុងទីអាថ៌កំបាំងដែរដើម្បីស្វែងរកសត្រូវដែលលាក់ខ្លួននេះអាមេរិកក៏ផលិតគ្រាប់ M982 Excalibur នេះឡើងដើម្បីកម្ចាត់សត្រូវដែលលាក់ខ្លួនពូនសង្ងំនៅទីងងឹតគ្រាប់ប្រភេទនេះគេអាចបាញ់បានចម្ងាយ40គីឡូម៉ែត្រឯណោះកាំភ្លើងធំ M7 3ដើមនេះអាចបាញ់បាន2ទៅ7គ្រាប់ក្នុង1នាទីដែលអាចបាញ់ទម្លាក់យន្តហោះចម្បាំងអូថំភេកយៈបាញ់ទប់ស្កាត់គ្រាប់រ៉ុកែតផ្សេងបើថៃពិតជាអាចចរចាទិញវាបានសម្រាប់មែននោះវាជាគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសកម្ពុជាយើង